សួស្តីទាំងអស់គ្នាស្រមៃថាអ្នកមានគំនិតអាជីវកម្មមួយដ៏លយអ្នកចំណាយលុយនឹងពេលវេលា3ខែបង្កើតវាឡើងប៉ុន្តែពេលបើកលក់ស្រាប់តែគ្មានម៉ួយសូម្បីតែម្នាក់មកទិញតើអារម្មណ៍នេះវាយ៉ាងណានេះជាកំហុសមួយដ៏ធំបំផុតទី1របស់សហគ្រិនថ្មីថ្មោងបង្កើតផលិតផលមុនរកអតិថិជនតាមក្រោយនៅក្នុងអេពីសូត4នេះខ្ញុំនឹងបង្ហាញអ្នកពីអាវុធសម្ងាត់មួយហៅថាការផ្ទៀងផ្ទាត់អតិថិជនឬ customer validation ម្ដងទៀតនៅក្នុងអេពីសូត1យើងដឹងហើយថាបញ្ហារបស់អតិថិជនរបស់យើងគឺជាឱកាសហើយអ្នកដែលមានបញ្ហាទាំងនោះហើយគឺជាអតិថិជនគោលដៅរបស់យើងឥឡូវយើងមករៀនផ្ទៀងផ្ទាត់អតិថិជនរបស់យើងមុនពេលយើងចាប់ផ្ដើមបង្កើតផលិតផលជាមួយគ្នាជំហានដំបូងអ្នកត្រូវដឹងថាតើនរណាជាអតិថិជនពិតប្រាកដរបស់អ្នកបើអ្នកឆ្លើយថាមនុស្សគ្រប់គ្នាជាអតិថិជនរបស់អ្នកនោះមានន័យថាគ្មាននរណាម្នាក់ជាអតិថិជនរបស់អ្នកឡើយដើម្បីកំណត់អតិថិជនគោលដៅឲ្យច្បាស់អ្នកត្រូវឆ្លើយនឹងសំណួរ3ទាំងនេះ 1. តើអតិថិជនរបស់អ្នកជានរណាអាយុមុខរបរទីកន្លែងរស់នៅ 2. ពួកគាត់មានបញ្ហាអ្វី 3. តើគាត់សុខចិត្តចំណាយលុយដើម្បីដោះស្រាយបញ្ហានោះដែរឬទេឧទាហរណ៍ចន្លោះឆ្នាំ2025-2026មានអាជីវកម្មជាច្រើនបរាជ័យដោយសាររត់មិនទាន់បច្ចេកវិទ្យាជាពិសេសអាជីវកម្មទាំងឡាយដែលពឹងផ្អែកទាំងស្រុងទៅលើការលក់ដោយផ្ទាល់នៅហាងឬផ្សារជាជាងការលក់តាមបណ្ដាញសង្គម Facebook ឬ TikTok ជាដើមដោយសារពួកគាត់មិនចេះផ្សព្វផ្សាយឬលក់តាម Facebook និង TikTok ផ្ទុយទៅវិញក៏មានអាជីវកម្មមួយចំនួនយល់ច្បាស់ពីរឿងនេះហើយបានសម្របខ្លួនទៅនឹងនិន្នាការថ្មីនេះទាន់ពេលដែលនាំឲ្យអាជីវកម្មរបស់ពួកគេបន្តឈរជើងមកដល់ពេលបច្ចុប្បន្នក្នុងន័យនេះបញ្ហាដែលគេរកឃើញគឺអ្នកលក់មួយចំនួនមិនចេះផ្សព្វផ្សាយឬលក់តាម Facebook និង TikTok គេដឹងពីបញ្ហាទាំងនេះតាមរយៈការសាកសួរអង្កេតនិងស្រាវជ្រាវឬហៅក្នុងមេរៀននេះថាការផ្ទៀងផ្ទាត់អតិថិជនគោលដៅឬ customer validation ដោយប្រើប្រាស់សំណួរទាំង3ខាងលើទីបំផុតក្រោយការផ្ទៀងផ្ទាត់គេក៏រៀបចំសេវាកម្មរបស់គេដើម្បីជួយដោះស្រាយបញ្ហាអតិថិជនគោលដៅរបស់គេនោះគឺសេវាកម្មបង្កើតវីដេអូផ្សព្វផ្សាយសេវាកម្មបង្កើត page boost page ឬលក់ជាដើមឥឡូវយើងមករៀនសួរសំណួរទាំង3ខាងលើសាកល្បងដោយផ្អែកលើឧទាហរណ៍ខាងលើ 1. តើអតិថិជនគោលដៅរបស់អ្នកជានរណាក្នុងឧទាហរណ៍ខាងលើគាត់គឺជាអ្នកលក់ផ្ទាល់តាមហាងឬផ្សារដែលមិនចេះបច្ចេកវិទ្យាគាត់ភាគច្រើនគឺមានអាយុចន្លោះពី45ទៅ65ឆ្នាំឬជា Gen X ឬ Gen Y គាត់រស់នៅក្នុងទីក្រុងភ្នំពេញឬនៅខណ្ឌសង្កាត់ណាមួយជាក់លាក់ 2. តើពួកគាត់មានបញ្ហាអ្វីបញ្ហារបស់ពួកគាត់គឺការលក់ធ្លាក់ចុះបាត់បង់ចំណូលដោយសារមិនចេះផ្សព្វផ្សាយនិងលក់តាម Facebook និង TikTok 3. តើគាត់សុខចិត្តចំណាយលុយដើម្បីដោះស្រាយបញ្ហានេះដែរឬទេក្នុងន័យនេះខ្ញុំសូមនិយាយថាគាត់សុខចិត្តបើតាមភាពជាក់ស្ដែងគឺយើងត្រូវចុះទៅសួរគាត់ដោយផ្ទាល់ហើយបើតាមការយល់ឃើញរបស់ខ្ញុំបើគាត់មិនសុខចិត្តនោះគឺវាស្មើនឹងគាត់ប្រឈមនឹងការដួលរលំនៃអាជីវកម្មរបស់គាត់បន្ទាប់ពីដឹងថាអតិថិជនគោលដៅជានរណាហើយជំហានទី2គឺត្រូវទៅនិយាយជាមួយគាត់ប៉ុន្តែហាមសួរថាបើខ្ញុំមានផលិតផលនេះតើអ្នកទិញទេព្រោះមិត្តភ័ក្តិឬម៉ាក់ប៉ារបស់អ្នកច្បាស់ជាឆ្លើយដើម្បីបំពេញចិត្តអ្នកថាទិញតែដល់ពេលធ្វើមែនតែនពួកគាត់អាចនឹងមិនទិញទេជំនួសមកពេញអ្នកត្រូវសួរពីបទពិសោធន៍អតីតកាលរបស់គាត់ឧទាហរណ៍តើបងធ្លាប់ជួបបញ្ហានេះទេកន្លងមកតើបងដោះស្រាយវាដោយវិធីណាតើបងហ៊ានចំណាយប្រាក់ដើម្បីដោះស្រាយបញ្ហានេះដែរឬទេឬកន្លងមកតើបងធ្លាប់ចំណាយអស់ប៉ុន្មានដើម្បីដោះស្រាយបញ្ហាមួយនេះអ្នកក៏អាចសួរពីសំណួរផ្សេងៗដើម្បីផ្ទៀងផ្ទាត់ពាក់ព័ន្ធទៅនឹងអាជីវកម្មរបស់អ្នកផងដែរបែបនេះគេហៅថាគំនិតអាជីវកម្មរបស់អ្នកត្រូវបានផ្ទៀងផ្ទាត់សរុបរួមមកវិញមុននឹងចំណាយលុយបង្កើតអ្វីមួយអ្នកត្រូវរកអ្នកដែលចង់ទិញវាឲ្យបានសិនចេញទៅជួបមនុស្សសួរនាំនិងស្ដាប់បញ្ហារបស់ពួកគេឲ្យបានច្រើននៅពេលដែលអ្នកដឹងច្បាស់ថាអតិថិជនជានរណាហើយជំហានបន្ទាប់គឺជាការចាប់ផ្ដើមរៀបចំនៅផលិតផលឬសេវាកម្មដើម្បីដោះស្រាយបញ្ហារបស់អតិថិជនគោលដៅរបស់អ្នកខាងលើដោយប្រើប្រាស់ទុនតិចបំផុតនៅវគ្គបន្ទាប់ខ្ញុំនឹងបង្ហាញអំពីវិធីនៃការចាប់ផ្ដើមអាជីវកម្មដោយប្រើប្រាស់ទុនតិចបំផុតឬជាភាសាអង់គ្លេសយើងហៅថា The Lean Startup អ្នកណាខ្លះធ្លាប់ជួបបទពិសោធន៍បើកហើយអត់មានម៉ួយឬក៏មានតែមួយឆាវសូម comment នៅខាងក្រោមបើចង់សាកល្បងធ្វើតេស្តថាអ្នករៀនបានអ្វីខ្លះពីវីដេអូមួយនេះសូមចុច link ធ្វើតេស្តខាងក្រោមហើយកុំភ្លេចជួយ subscribe ម្នាក់មួយផង